សួស្តីទាំងអស់គ្នាខ្ញុំសងនេះយើងមកសម្រាយរឿងមួយដែលមានចំណងជើងថាចាស់ថ្វាយឡៃអញ្ចឹងកុំឲ្យរងចាំពេលយូរតោះម៉ាក់របស់ជុនយ៉ងបានព្យាយាមបាច់ទៅលើនាងក៏ប៉ុន្តែត្រូវបានពេបជីនការពារបានសម្រាប់ហើយពេលនោះជុនយ៉ងក៏បានងើបដល់ដើម្បីទៅចាប់ដៃម៉ាក់នាងដើម្បីកុំឲ្យប្រើអំពើហិង្សាម្ដងទៀតតើអ្នកកំពុងធ្វើបែបនេះដោយសារតែខ្ញុំមិនបានត្រឡប់មកផ្ទះវិញយប់មិញមែនទេអ្នកមិនកំពុងព្យាយាមព្រៀនប្រដៅកូនស្រីរបស់អ្នកចំពោះការនៅខាងក្រៅដោយម្ដាយធម្មតាទេមែនទេតាំងពីពេលណាមកដែលអ្នកធ្លាប់យកចាត់ទុកដាក់ចំពោះវិន័យនៅក្នុងផ្ទះរបស់យើងខ្ញុំគ្រាន់តែចងចាំធំធាត់តែម្នាក់ឯងតែមួយគត់ច្បាប់ដែលខ្ញុំអនុវត្តតាមគឺជាច្បាប់ដែលខ្ញុំបានកំណត់សម្រាប់ខ្លួនឯងបានកំណត់សម្រាប់ខ្លួនឯងហើយសីលធម៌តែមួយគត់ដែលខ្ញុំគោរពតាមគឺរបស់ខ្ញុំផ្ទាល់ខ្ញុំចង់ឲ្យអ្នកគ្រាន់តែវាខ្ញុំប៉ុណ្ណោះដោយដែលអ្នកធ្លាប់ធ្វើហើយព្យាយាមធ្វើដូចជាម៉ាក់ធម្មតាវាពិតជាគួរឲ្យស្អប់ខ្ពើមណាស់ដែលឃើញអ្នកធ្វើពុតដូចជាអ្នកខ្វល់ពីគេខ្ញុំឈ្មោះខួនបែបជៀនខ្ញុំជាមិត្តរបស់យូជុនយ៉ងនៅក្នុងថ្នាក់រៀនទោះបីជាវាពិបាកជឿក៏ដោយក៏គ្មានអ្វីកើតឡើងដែលអ្នកត្រូវព្រួយបារម្ភនោះទេមិនមែនជាមនុស្សប្រភេទនោះទេចាប់តាំងពីអ្វីដែលនាងគឺអំពីការសិក្សាពេលនោះបែបជីនហើយនឹងម៉ារបស់ជុនយ៉ងបានស្ងាត់រៀងខ្លួនហើយក៏ដើរចេញទៅចូលមកដល់ថ្ងៃថ្មីខ្ញុំចង់ផ្ទេរសាលារៀនខ្ញុំហត់នឿយតាមពិតទៅខ្ញុំចង់បាត់ខ្លួនខ្ញុំធ្លាប់ស្ដាប់រឿងភាគរបស់ម៉ាក់ហើយប៉ុន្តែសម្រាប់ខំបែបជីនដើម្បីនៅទីនោះខណៈពេលដែលនាងកំពុងប្រើអំពើហិង្សាខ្ញុំពិតជាមិនចង់ជួបគាត់ទេហើយវាមានដែនកំណត់ចំពោះចំនួនដែលខ្ញុំអាចជៀសវាងគាត់បានព្រោះយើងរៀនថ្នាក់ជាមួយគ្នាព្យាយាមកិច្ចពីគាត់តាំងពីព្រឹកមកម្លេះក្នុងស្ថានភាពបែបនេះខ្ញុំមិនអាចសូម្បីតែទៅផ្ទះនោះបានផងអញ្ចឹងខ្ញុំនឹងរៀននៅឯណាការប្រឡងមិនឆ្ងាយប៉ុន្មានទេតើត្រូវកិច្ចពីគាត់រហូតដល់ពេលណាទៀតខ្ញុំពិតជាបានសរសេរច្រើនពេកសម្រាប់លិខិតសុំទោសខណៈពេលដែលខ្ញុំកំពុងគិតច្រើនពីរឿងផ្សេងទៀតតោះយើងទៅអង្វល់វាទៅព្រោះគាត់ប្រហែលជានឹងធ្វើឲ្យខ្ញុំសរសេរវាឡើងវិញយ៉ាងណាក៏ដោយព្រះអើយមើលរបួសទាំងនោះទៅមើលទៅដូចជាគាត់ទើបតែត្រឡប់មកពីការប្រយុទ្ធគាត់ពិតជាបានប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងទំនើបមួយចំនួនខ្ញុំមិនអាចប្រាប់ពួកគេបានទេថាគាត់ត្រូវបានម៉ាក់ខ្ញុំវាយតែអ្នកណានៅខាងក្នុងតើនាងមិនមែនជាតារាល្បីទេឬតើមាននរណាម្នាក់ដែលនៅក្នុងបន្ទប់បុគ្គលិកទេសូមមេត្តាមិនចាំបាច់និយាយទេអាយ៉ានាងមើលទៅល្អឥតខ្ចោះដែលច្បាស់ណាស់ថានាងត្រូវបានរៀបចំយ៉ាងល្អិតល្អន់ពីក្បាលដល់ចុងជើងស្ត្រីម្នាក់ដែលមើលទៅដូចជាមិនសមនឹងតំបន់ដ៏ទុត្រោមនេះទេខ្ញុំអាចទាយបានរួចហើយថានាងជានរណាខ្ញុំនឹងដាក់លិខិតសុំទោសរបស់ខ្ញុំនៅពេលក្រោយជុនយ៉ងប៉ុន្តែពេលវេលាមែនមកទីនេះមកអត់ទោះខ្ញុំបាននិយាយថាមកទីនេះបញ្ញាប់ឡើយតើកូននោះមែនហើយនាងគឺជាអ្នកដែលខ្ញុំបាននិយាយពីមុននេះយូជុនយ៉ងសិស្សលេខ1នៅក្នុងសាលារបស់យើងសម្រាប់ក្មេងស្រីម្នាក់ដែលធំធាត់នៅជនបទនាងឆ្លាតណាស់ខ្ញុំឃើញតើខ្ញុំបានឮពីសឹងគូនថាអ្នកបានដួលនៅពេលដែលគាត់វាយអ្នកដោយបាល់ដោយការរំពឹងទុកមែនគាត់ជាម៉ារបស់ណាសឹងគូនវាជារឿងធម្មតាទេដែលរឿងបែបនេះកើតឡើងអំឡុងពេលមានផ្ទៃពោះហើយដោយសារតែនាងមានរាងកាយខ្សោយតើនាងកំពុងនិយាយជាមួយខ្ញុំមែនទេវាមិនមែនទេកិច្ចព្រមព្រៀងដ៏ធំមួយយ៉ាងណាក៏ដោយខ្ញុំនៅតែចង់សុំទោសអ្នកតើអ្នកមានអារម្មណ៍យ៉ាងណាដែរមិនអីទេខ្ញុំស្មានតែរឿងនេះមិនស្រួលខ្លួនណាខ្ញុំមិនចង់បានអ្វីច្រើនពីសាលាទេខ្ញុំគ្រាន់តែចង់ឲ្យក្មេងៗដែលរៀននៅទីនេះមានសុភមង្គលនិងមានសុខភាពល្អប៉ុណ្ណោះនោះហើយជាមូលហេតុដែលខ្ញុំចង់សាងសង់កន្លែងហាត់ប្រាណនៅសាលារៀនកូនប្រុសខ្ញុំយ៉ាងណាមិញនេះក៏ជាទ្រព្យកំណើតរបស់ខ្ញុំដែរប៉ុន្តែអ្នកនិយាយត្រូវដូច្នេះខ្ញុំសង្ឃឹមថាចាប់ពីពេលនេះតទៅលោកគ្រូអ្នកគ្រូនឹងមានចិត្តបើកចំហជាងមុននៅពេលដោះស្រាយបញ្ហាទាក់ទងនឹងសុខភាពរបស់កុមារការកូនប្រុសខ្ញុំនៅទីក្រុងសេអ៊ូលគាត់មិនដែលត្រូវសរសេរលិខិតសុំទោសទេខ្ញុំមានអារម្មណ៍មិនល្អដែលគាត់ត្រូវតែតានតឹងចំពោះរឿងនេះតើវាមិនមែនជាបញ្ហាទេឬប្រសិនបើរឿងនេះប៉ះពាល់ដល់ការសិក្សារបស់គាត់តើអ្នកមិនគិតទេឬ
អញ្ចឹងលោកគឹមអ្នកនិយាយត្រូវបុរសដែលបង្រៀនគណិតវិទ្យាមើលទៅភ័យខ្លាចណាស់ស្ទើរតែដូចជាមនុស្សម្នាក់ត្រូវបានស្ដេចព្រមានយ៉ាងម៉ឺងម៉ាត់ស្លេម៉ាក់ទីបំផុតព្រះអង្គម្ចាស់បានមកដល់ហើយហត់ម៉ែជុនយ៉ងវាហាក់ដូចជាខ្ញុំបានចំណាយពេលរបស់អ្នកច្រើនអ្នកប្រកាសជារវល់ខ្លាំងណាស់ហើយសូមយកវាទៅហើយញ៉ាំអាហារឲ្យខ្ញុំឆ្ងាញ់នៅខាងក្រៅចាត់ទុកវាជាសញ្ញានៃភាពស្មោះត្រង់របស់ខ្ញុំអូអ្នកមិនចាំបាច់ទេសូមយកចិត្តទុកដាក់ផងហើយអស្ចារ្យមែនហេតុអីបានជាស្ត្រីម្នាក់អាចមានចិត្តខ្លាំងក្លាម្ល៉េះលោកគឹមសូមប្រុងប្រយ័ត្នពីសំណេររបស់អ្នកផងតើអ្នកដឹងទេថាជាកន្លែងហាត់ប្រាណតើអ្នកដឹងទេថាកន្លែងហាត់ប្រាណនោះនឹងត្រូវចំណាយប៉ុន្មានលោកគ្រូនេះជាសម្បត្តិសុំទោសរបស់ខ្ញុំអូទុកវាចោលនៅទីនោះទៅតើអ្នកជាយូជុនយ៉ុងមែនទេយូជុនយ៉ុងនេះគឺជាម៉ាក់របស់ខ្ញុំនាងមកទីនេះដើម្បីពិភាក្សាអំពីរឿងមួយជាមួយសាលាតើខ្ញុំនឹងមានអាជីវកម្មអ្វីទៀតនៅសាលាកូនប្រុសខ្ញុំវាច្បាស់ណាស់ដោយសារតែគាត់បានបង្កបញ្ហាតើពេលណាខ្ញុំតើអ្នកមិនមកទីនេះដោយសារតែកន្លែងហាត់ប្រាណមែនទេកន្លែងហាត់ប្រាណអូទីបំផុតវាទាំងអស់គឺដោយសារតែកូនរបស់ខ្ញុំគិតថាខ្ញុំមិនគួរនិយាយបែបនោះទេកូនប្រុសខ្ញុំនិយាយទាំងអស់គឺអំពីយូជុនយ៉ុងនេះនាងគឺជាយូជុនយ៉ុងនោះហើយដូច្នេះខ្ញុំចង់ដឹងថាតើអ្នកជានរណាគេម៉ាក់តើអ្នកមានពេលនៅថ្ងៃសៅរ៍នេះឬទេតើអ្នកចង់មកផ្ទះរបស់យើងទេហ៎